Ok bà, chào mịp xưa có số tớiកាន់មិត្តជើងយើងទាំងអស់គ្នាផងដែរថ្ងៃនេះយើងមានវីដេអូថ្មីគឺចង់ចែកម្លែកទៅកាន់មិត្តជើងយើងពីការជួសជុលទូរស័ព្ទ Redmi 7A ដែលមានបញ្ហាសេវាណាអញ្ចឹងបាទចំពោះម៉ាស៊ីនបែបហ្នឹងគឺយើងទៅធ្វើតេស្តបែបណាហើយយើងជួសជុលបែបណាអញ្ចឹងក្នុងការធ្វើរបស់វាគឺយើងបានបង្ហាញអឺពីបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំជួបរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងពពួកមីអឺពពួក model ខ្លះគឺយើងតម្រូវឲ្យយើងសិក្សាពីអឺ តួនាទី IC ចាប់ 2G 4G អញ្ចឹងទៅតែចំពោះម៉ាស៊ីនខ្លះគឺយើងផ្ដោតទៅលើ technique ក្នុងការធ្វើក៏ដូចជាបទពិសោធន៍ពីមុនមកអញ្ចឹងម៉ាស៊ីនខ្លះយើងមិនបាច់ចាំទៅដូរ IC 2G 4G ទេយើងគ្រាន់តែធ្វើការដូរ WTR របស់វាទៅគឺវាគ្រប់គ្រងផ្នែកសេវាទាំងអស់ហើយអញ្ចឹងណាអញ្ចឹងករណីខ្លះយើងអឺប្រហែលមើលដែរបើសិនជាម៉ាស៊ីនហ្នឹងវាជាប្រភេទQualcomm វាប្រើ WTR គឺវាភាគច្រើនគឺវាខូច IC WTR ហ្នឹងក៏អឺធ្វើឲ្យ 2G 4G អត់ដើរដែរឬក៏សេវាម្ដងមានម្ដងអត់ឬក៏ no service តែម្ដងអញ្ចឹងយើងត្រូវមើលសមាមកថា IC របស់វាគឺគ្រប់គ្រងទឹកបានគឺវាអាស្រ័យទៅលើ IC ភ្លើងដែលវាបោះឲ្យហើយរត់មួយជើងចូលទៅក្នុង IC ហ្នឹងតែម្ដងហើយវាបោះចែកភ្លើងទៅកាន់ IC ផ្សេងៗទៀតណាអញ្ចឹង IC 4G IC 2G របស់វាគឺម៉ាស៊ីននេះគឺបែងចែកផ្សេងគ្នាមែនតើគឺវាមានជើងចេញពី IC តូចផង IC ធំផងដែលវាមានមួយជើងរត់ទៅចិញ្ចឹមណាអញ្ចឹងមិនថ្មីទេគ្រាន់តែថាជាការចែកម្លែកក្នុងសមាទេក៏ដូចជាការបង្ហាញបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបគឺយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរ WTR ទៅគឺយើងអាដាក់ទៅគឺយើងមានសេវាវិញហើយអញ្ចឹងណាអញ្ចឹងបើយើងជួបករណីបែបហ្នឹងយើងចាប់ 2G 4G ក៏វាអត់មានអឺសេវាវាអត់មានសោះតែម្ដងគឺយើងដូរ WTR មកគ្រាប់ទៅគឺវាករណីបែបហ្នឹងគឺយើងដូរទៅភាគរយខ្ពស់គឺមកពី WTR ហ្នឹងអញ្ចឹងបើឲ្យយើងប្រកាសថាមកពី IC ណាមួយ IC 2G ឬ 4G យើងពិបាកបន្តិចអាហ្នឹងចំពោះដែលមិត្តជាងយើងអត់ធ្លាប់ជួបយើងប្រហែលជាអត់ទាន់ដឹងថាវាដូរមួយណាទេអញ្ចឹងជាការចែកម្លែកមកបែបណាអញ្ចឹងក្នុងការកោះប៉ាងគឺយើងបានបរៀនមិត្តជាងយើងច្រើនហើយក្នុងការកោះវាប្រើកម្ដៅបែបណាបាទអញ្ចឹងក្នុងការកោះកម្ដៅគឺយើងប្រើកម្ដៅរៀងខ្លាំងតិចមកខ្យល់ក៏ខ្លាំងដែរដើម្បីកោះវាអញ្ចឹងអធិស្ឋានផងមិត្តជាងយើងសម្រាប់ការសម្លេងរំខានណាដោយសារយប់ស្មានហ្នឹងគឺវាមានឡានច្រើនអញ្ចឹងយើងធ្វើការផ្លុំលើកដៃឲ្យការក្ដៅមកហើយយើងធ្វើការលូកចាក់កោះបន្តិចដើម្បីយកមុខប៉ាងរបស់វាហើយយើងផ្លុំទៅលើប៉ាងហ្នឹងគឺវាស្អាតបាទយើងដាក់តម្លាក់ទៅវិញគឺស្អាតហើយធ្វើឲ្យវាមានស្តង់ដារសឹងតែប្រហែលភាគរយ100%ក៏យើងបានត្រឹម7 8 9ដែរអញ្ចឹងយើងតម្លាក់ទៅវិញទៅស្រស់ស្អាតណាកុំឲ្យវាមានប៉ាងបាត់អីចឹងទៅអញ្ចឹងព្យាយាមធ្វើស្អាតម្ដងបន្តិចម្ដងបន្តិចទៅគឺយូរទៅយើងស្ទាំហើយប៉ាងសេរីណាក៏យើងអាចគាស់បានដែរអញ្ចឹងណាអញ្ចឹង EC គ្រប់គ្រងផ្នែកសេវារបស់វាគឺឈ្មោះវាគឺ WTR អញ្ចឹងយើងហៅកាត់វាណា EC សេវារបស់វាគឺឈ្មោះវា WTR អញ្ចឹងយើងត្រូវចំណាំទៅថា EC ពួក Android គឺវាមានតែ2ទៅ3គ្រាប់ទេបាទយ៉ាងច្រើន4គ្រាប់ហ្នឹងប៉ុន្តែអត់ដែលមានទេតាំងពីខ្ញុំជួសជុលមកគឺវាមានតែ3គ្រាប់ទេវាមាន EC power វាមួយហើយនិង EC 2G EC 4G អញ្ចឹងករណីយើងដូរ EC WTR ហ្នឹងហើយអត់ដែរចាំយើងទៅមើលលើ 2G 4G ទៀតណាអាហ្នឹងចំពោះករណីវាបាត់មុខងារណាមួយអញ្ចឹងណាឧទាហរណ៍បាត់តែ 4G ឬក៏បាត់តែ 2G អញ្ចឹងគ្រាន់តែជាចែកម្លែកមកបែបទេហើយក្នុងការលើក EC យើងប្រើកម្ដៅ380ខ្យល់60មកហើយយើងលើក EC នេះគឺយើងតិចនិចក្នុងការលើកគឺទី1យើងចាប់លើកទី2យើងសម្គាល់ថាសំណវាញាក់អត់បាទយើងប៉ះ EC បន្តិចទៅវាអង្គើអត់អញ្ចឹងយើងលើកមកគឺអឺងាយស្រួលហើយយើងអត់ស្មានថា EC វាលាយជើងនៅអត់ទេណាអញ្ចឹងយើងទី1យើងមើលលើកង់ដង់ជុំវិញហ្នឹងវាយើងប៉ះទៅវាអង្គើអត់អញ្ចឹងបើសិនជាវាអង្គើមានន័យថាជើងរបស់វាគឺអាលាយអញ្ចឹងយើងធ្វើការលើក EC មកស្រួលមែនតើនឹងសម្គាល់ត្រង់ហ្នឹងណាហើយទី2យើងធ្វើការញាក់លើ EC តិចទៅថាវាញាក់អត់បើករណីយើងប៉ះលើ EC ទៅវាញាក់បន្តិចអញ្ចឹងមានន័យថាជើងក្រោមបាត់ EC ហ្នឹងគឺវាអាលាយជើងហើយអញ្ចឹងចំពោះមិត្តជាគាត់ក្នុងបទពិសោធន៍ច្រើនគឺគាត់ធ្វើស្រួលទេប៉ុន្តែសម្រាប់ជាគាត់អត់ធ្លាប់ធ្វើគឺគាត់ដឹងថាជើងកម្ដៅប៉ុណ្ណាលាយហើយយើងសម្គាល់បែបណាទេអញ្ចឹងពិបាកសម្រាប់គាត់បន្តិចជួនកាលលើកមកអត់ទាន់លាយជើងផងគាត់លើកឆ្កឹះខឹងឆ្កឹះអត់ចេញអញ្ចឹងក្នុងការលួសបឺតសំណបាទគឺវាមាន2 3វិធីបាទអញ្ចឹងខ្ញុំលើកយកការផ្លុំជាមួយនឹងលួសបឺតសំណយើងក្នុងការបឺតវាបាទដោយសារខ្ញុំបង្ហាញជាមួយបឺតក្នុងការបឺតជាមួយក្បាលមន់ច្រើនហើយអញ្ចឹងចំពោះ EC ដែលមានជើងធំធំឬក៏វាអត់ចង្អៀតណាអញ្ចឹងករណីវាអត់សូវចង្អៀតទេយើងអាច
យកប្រភេទលុះហ្នឹងយើងបត់វាបន្តិចទៅហើយយើងបឺតវាតិចៗទៅយើងយកលុះបឺតសំណណាយើងផ្សារចុងវាបន្តិចឲ្យវាដិតសតិចតិចទៅញ៉ាំយើងធ្វើការបឺតបានដាច់ស្អាតទៅណាអញ្ចឹងបើសិនជាយើងអត់ជំនាញទេវាអាចញ័រដៃវាប៉ះជាមួយនឹង resistance កង់ដងជាមួយនឹងវាអាចធ្វើឲ្យលបាយជាងទៅព្រោះដោយសារផ្លុំកម្ដៅពេលលើគឺវាងាយនឹងប៉ើង resistance ឬកង់ដងណាអញ្ចឹងបើយើងធ្វើមួយក្បាលមាន់បឺតវាក៏មួយយ៉ាងដែរអញ្ចឹងបើយើងចេះទាំងពីរក៏ល្អដែរសម្រាប់ technique ផ្សេងគ្នាណាអញ្ចឹងបាទយើងលើកមកបាទគឺយើងបឺតជាមួយលួសបឺតសំណក៏ស្អាតដែរឲ្យដាច់ស្អាតល្អហើយយើងមើលទៅបើសិនជាវាដាច់ជើងវាអីយើងតមកតែករណីយើងលួសបឺតសំណធ្វើបែបហ្នឹងគឺភាគរយគឺអត់ដាច់ជើងទេអត់ដូចយើងបឺតទេណាពេលដែលយើងបឺតគឺយើងប្រើកម្ដៅខ្លាំងផ្ទាល់ជាមួយនឹងក្បាលមាន់ហើយជើងម៉ាស់ជើងអីប្រហែលជាដោយមកមួយជើងពីរជើងតែមិនស្វ័យណាហើយក្នុងករណីខ្ញុំតម្លាក់អ៊ីសេនេះគឺខ្ញុំអត់បដោះទេហើយដោយសារអ៊ីសេនេះគឺភាគច្រើនគឺខ្ញុំអត់ដែលបដោះទេសឹងតែ 100% 90% គឺខ្ញុំដាក់ហើយខ្ញុំដាក់ទៅវិញហើយខ្ញុំអត់បដោះទេតែសម្រាប់មិត្តជាងយើងគាត់ធ្វើការក៏បដោះទៅដោយសារវាបដោះនឹងអត់បដោះគឺយើងប្រើកម្ដៅខ្លាំងណាហើយក្នុងការតម្លាក់អ៊ីសេបបួល Android ខ្លះវាមានចំណុចសម្គាល់សម្រាប់យើងនេះខ្ញុំសូមបង្ហាញមិត្តជាងយើងក្នុងការលើកយើងចំណាំថាគម្លាតដែលគេដាក់មកហ្នឹងវាមានចំណុចទូចៗនេះជុំវិញហ្នឹងឃើញទេអញ្ចឹងយើងមើលឲ្យស្របគ្នាមកខាងលើក៏មានចំណុចបន្តិចខាងក្រោមឆ្វេងស្ដាំវាហ្នឹងឲ្យវានៅចំស្របប្រឡោះតែគេដែលស្តង់ដាររបស់វាណាអញ្ចឹងក្នុងការតម្លាក់គឺយើងដាក់ឲ្យចំហើយយើងក្រុមគវីនៅលើបតរបស់យើងឲ្យក្តៅបន្តិចទៅដើម្បីឲ្យខ្យល់កុំប្រើខ្លាំងណាពេលតម្លាក់យើងដាក់360ទៅ380ហើយខ្យល់យើងប្រើតែ20 30ទៅបានហើយដោយសារបើសិនជាយើងដាក់ខ្យល់ខ្លាំងអ៊ីសេយើងអត់បដោះទេគឺប៉ើងហើយអញ្ចឹងយើងអាចបិទខ្យល់ឲ្យអស់មកទុកបន្តិចទៅបានហើយយើងធ្វើការលុំលើវាបន្តិចបាទឲ្យវាក្តៅមកល្មមសិនហើយចាំយើងធ្វើការតម្លើងខ្យល់បាទដៃយើងម្ខាងលួចតម្លើងខ្យល់ទៅដើម្បីឲ្យងាយស្រួលណានេះជា technique របស់ខ្ញុំទេសម្រាប់ចែកមិត្តជាងយើងបើមិត្តជាងយើងគាត់ធ្វើ technique មួយណាស្រួលគាត់ធ្វើមួយហ្នឹងទៅឬក៏គាត់ចង់បដោះក៏គាត់បដោះទៅព្រោះដោយសារពេលដែលយើងបដោះគឺយើងតម្លាក់ទៅងាយស្រួលយើងអត់ពិបាកក្តៅខ្លាំងទេប៉ុន្តែបើយើងធ្វើរាល់ថ្ងៃពួកខ្ញុំអីកន្លែងណាទៅអត់បដោះគឺយើងអត់បដោះហើយអញ្ចឹងណាអញ្ចឹងបាទយើងតម្លាក់ពេលដែលយើងផ្លុំនឹងតែខ្លាំងតិចហើយយើងធ្វើការដាក់ស្រោបបន្ថែមដើម្បីឲ្យជើងវារត់ចូលជើងនេះល្អដោយសារយើងអត់បានបដោះណាតែយើងធ្វើបែបហ្នឹងយើងញាក់វាបន្តិចទៅពេលយើងតម្លាក់ហើយយើងពិនិត្យមើលថាអ៊ីសេយើងស្ទើបទៅអត់បាទវាមានការរត់ញាក់ទៅបន្តិចអត់ហើយយើងធ្វើការញាក់បន្តិចថែមទៅបើយើងមិនញាក់ក៏បានដែរគ្រាន់តែថាពេលដែលយើងញាក់យើងដឹងថាអ៊ីសេហ្នឹងចូលជើងនេះល្អហើយយើងពិនិត្យមើលថាពេលដែលយើងផ្លុំវាធម្មតាវាយើងដាក់ទៅវាអាចល្អៀងតិចតួចអញ្ចឹងពេលដែលវារលាយជើងវាប្រកាសជារត់ចូលជាគ្នាបន្តិចហើយញាក់សម្រាប់យើងមើលទៅគឺយើងដឹងហើយញាក់ទៅសឹបបន្តិចណានឹងចំពោះអ៊ីសេដែលវាចូលជើងគ្នាល្អអញ្ចឹងបន្ទាប់ពីយើងធ្វើការជួសជុលហើយយើងធ្វើការសម្អាតបតឲ្យស្អាតជូនភ្ញៀវទៅហើយចាំយើងធ្វើការតេស្តបាទកុំឲ្យមានបញ្ហាតម្លាក់ទៅវាមានបតិបតាឆ្លងអត់ស្អាតអញ្ចឹងណាអញ្ចឹងអរគុណច្រើនវីដេអូយើងមានតែប៉ុណ្្នឹងទេបាទសម្រាប់ចែកជូនមិត្តជាងយើងបាទអរគុណច្រើនជំរាបលា